ពីពួកយើងមកសិក្សាទៅលើពាក្យកន្លឹះហើយឥឡូវយើងចាប់ផ្ដើមធ្វើលំហាត់ទី1ទាំងអស់គ្នាបាទអញ្ចឹងលំហាត់ទី1របស់យើងទីជិតមានឧទាហរណ៍អីពីរអញ្ចឹងយើងមើលទាំងអស់គ្នាតោះអញ្ចឹង Kim Seng decided to visit the doctor អញ្ចឹងលំហាត់ទី1គឺ doctor បាទគឺជាឧទាហរណ៍ស្រាប់ visit the doctor មានន័យថាទៅជួបពេទ្យបន្ទាប់ពីគាត់បានធ្វើដំណើរទៅកាន់ព្រៃ okay after the trip to the jungle he was normally tall muscular person គាត់គឺជាមនុស្សដែលមានរាងកាយរឹងមាំធម្មតាម្នាក់ but over the past ជាងកន្លែង past ហ្នឹងដោយសារតែពាក្យ past សំដៅទៅលើខែអញ្ចឹងណា past មានថាពេលវេលាអញ្ចឹងពាក្យដែលប្រើជាមួយ past បានមានតែខែទេដោយសារតែ past ដោយសារតែពាក្យ month ហ្នឹងវាទាក់ទងទៅនឹងពេលវេលាអូខេអញ្ចឹងលេខ2របស់យើងគឺចម្លើយ month he had lost a lot of គាត់បានបាត់បង់អីគេទៅអញ្ចឹងកន្លែងហ្នឹងដូចទីនិយាយនៅក្នុង vocab អញ្ចឹងថា lost we can say lost weight ឬក៏ gain weight ស្រកគីឡូឬក៏ឡើងគីឡូអញ្ចឹងណាអញ្ចឹងលេខ3របស់យើងគឺ he had lost a lot of weight គាត់បានស្រកគីឡូដោយសារតែគាត់ឈឺអញ្ចឹងណា he had also noticed that his ankle and knee had become rather painful អូខេជាលេខ3វេកលេខ4របស់យើងទីចិត្តច្រឡំមកប្រាប់បាត់ហើយជាលេខ4គឺ painful ដឹងហេតុអីហ៎គាត់ថាជង្គង់របស់គាត់ម្ដងទៀតគាត់បានចាប់អារម្មណ៍ថា knee ជង្គង់ankle កជើងបាទទាំងជង្គង់ទាំងកជើងរបស់គាត់ចាប់ផ្ដើមអីយើងនៅពេលដែលគាត់ស្រក់គីឡូហើយជង្គង់របស់គាត់ចាប់ផ្ដើមឆ្លងរោគឈឺបាទប្រហែលជាយើងមិនទាន់ដឹងថាឆ្លងរោគឬក៏អីទេគឺចាប់ផ្ដើមដំបូងគឺឈឺអញ្ចឹងណាអញ្ចឹងកន្លែងលេខ4យើងសម្រេចចិត្តថាយក painful តោះឥឡូវយើងចូលលេខ5 he thought that he may have eaten or drank something គាត់គិតថាគាត់ប្រហែលជាបានញ៉ាំអីឬក៏ផឹកអីមួយដែល fine something that អញ្ចឹងក៏បានញ៉ាំអីមួយឯងមិនគាត់ឈឺអញ្ចឹងមានន័យថាញ៉ាំអីមួយដែលមានជាតិពុលឬក៏ញ៉ាំជំងឺញ៉ាំអីទៀតបាទអញ្ចឹងកន្លែងហ្នឹងមានតែលេខ poisonous រៀងសមជាងគេគាត់បានញ៉ាំអីដែលមានសារធាតុពុលបែបដូចជាផ្សិតឬក៏ផ្លែឈើអីចឹងទៅដោយសារគាត់ទៅព្រៃកាលពីប្រហែលខែមុនណាអញ្ចឹងគាត់គិតថា he may have eaten or drank something poisonous okay number 5របស់យើងគឺ poisonous or caught some kind of disease ឬក៏បានឆ្លងជំងឺអីហើយបាទទៅព្រៃនឹងឆ្លងជំងឺអីម្យ៉ាងមកបានជង្គង់របស់គាត់ឈឺអញ្ចឹងជំងឺអីគេបាទជំងឺឈឺចាប់ជំងឺអីទៅអញ្ចឹងមានតែជំងឺឆ្លងទេណាដែលស័ក្តិសមប្រើជាមួយពាក្យថា disease អញ្ចឹងលេខ6គេអត់ពេញឲ្យយើងទេប៉ុន្តែនៅក្រោយលេខ6យើងមានពាក្យ disease អញ្ចឹងជំងឺអីទៅគឺជំងឺឆ្លងនឹងឯង infectious disease អូខេអញ្ចឹងលេខ6យើងសម្រេចចិត្តថាយក this infectious តោះចូលលេខ7 The doctor took some blood tests and told Kim Seng to go back a week later វិជ្ជបណ្ឌិតបានធ្វើ test ឈាម took some blood test ហើយប្រាប់ Kim Seng ឲ្យត្រឡប់មកយកលទ្ធផលមួយសប្តាហ៍ក្រោយមក This time the doctor had an expression ពេលនេះគ្រូពេទ្យរបស់យើងក៏មានទឹកមុខប្រសើរជាងមុនអូខេទឹកមុខយ៉ាងម៉េចទៅអញ្ចឹង earn កន្លែងលេខ7ផ្ដើមដោយពាក្យថា earn ចន្លោះដែលយើងត្រូវបំពេញគឺពាក្យដែលផ្ដើមដោយស្រៈហើយធម្មតា earn គឺជាពាក្យទាំងឡាយណាដែលផ្ដើមearn ជាទូទៅប្រើនៅពីមុខនាមឯកវចនៈហើយនាមហ្នឹងគឺផ្ដើមដោយសំឡេងស្រៈអូខេអញ្ចឹងកន្លែងហ្នឹងស្រៈរបស់យើងមាន optimistic យើងមាន infectious បាទយើងមាន2ហ្នឹងហើយ optimistic នៅ infectious យើងប្រើម្ដងហើយអូខេអញ្ចឹងលេខ7របស់យើងគួរតែដាក់ពាក្យថា optimistic បើបកប្រែមកថាលោកគ្រូពេទ្យមានទឹកមុខវិជ្ជមានអូខេ expression on her face អញ្ចឹង doctor មានទឹកមុខវិជ្ជមានបាទអញ្ចឹងមានន័យថាជំងឺរបស់គាត់អាចព្យាបាលបានអូខេបាទអញ្ចឹងលេខ7យើងយកពី optimistic
and Kim Seng felt ខ្វាយនៅពេលដែលលោកគ្រូពេទ្យមានឬក៏អ្នកគ្រូពេទ្យមានទឹកមុខវិជ្ជមាន Kim Seng គាត់មានអារម្មណ៍ថាប្រសើរជាងមុនណាអញ្ចឹងពាក្យថាប្រសើរជាងមុនគឺ Hatton អូខេហើយអ្នកគ្រូពេទ្យក៏បាននិយាយបន្តទៀតថា Don't worry said the doctor it's nothing serious អ្នកគ្រូពេទ្យបាននិយាយថាកុំបារម្ភអីមិនមានអ្វីដែលធ្ងន់ធ្ងរទេអ្នកមិនបានកើតជំងឺដែលព្យាបាលមិនបាននោះទេ You haven't caught អញ្ចឹងពាក្យ caught ហ្នឹងតើតើនឹងកើតជំងឺហើយ incurable មិនអាចព្យាបាលបានអញ្ចឹងលេខ9ច្បាស់ណាស់លេខ9គឺជាពាក្យថា disease អូខេដោយសារវាតើតើនឹងពាក្យ incurable ហើយវាតើតើនឹងកិរិយាសព្ទ catch ឬក៏ caught or anything terrible like that it's a simple virus and you win it បាទយើងនៅសល់2ពាក្យនៅសល់ពាក្យថា treatment ហើយនិងពាក្យ recovery អញ្ចឹងយើងត្រូវការព្យាបាលឬក៏យើងត្រូវការជាដើម្បីព្យាបាលបាទគឺយើងត្រូវការព្យាបាលដើម្បីជាអញ្ចឹងយើងប្រើលេខ10ច្បាស់ជា treatment ហើយ11ច្បាស់ជា recovery អូខេអញ្ចឹងទៅជើប្រែអា2 clear ចុងក្រោយសាថ្មីគឺថាអ្នកត្រូវការ some treatment ត្រូវការព្យាបាលមួយរយៈពេល take this tablet twice a day for 2 weeks ចូលលេបថ្នាំនេះឲ្យបាន2ដងក្នុងមួយថ្ងៃរយៈពេល2សប្តាហ៍ហើយអ្នកនឹងជាសះស្បើយពេញលេញ you will make a full recovery បាទ